ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងខ្ញុំសាជាថ្មីសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានចាវីដេអូរបស់នាងខ្ញុំដែលចែករំលែកអំពីរុក្ខជាតិឱសថនោះចាហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅកាន់ខាងការីរុំពេញម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចាំតាមដានមើលថាតើនៅខាងការីរុំនេះមានរុក្ខជាតិអ្វីគេខ្លះដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីជាប្រយោជន៍សម្រាប់ការថែទាំសុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយដើម្បីយករុក្ខជាតិមួយទៅប្រើប្រាស់ឲ្យបានត្រូវនឹងជំងឺរបស់យើងក៏ដូចជាឲ្យមានប្រយោជន៍សម្រាប់ការថែទាំសុខភាពជំងឺរបស់យើងឬក៏ថែទាំសុខភាពបែបលក្ខណៈធម្មតានោះចាពុកម៉ែបងប្អូនទាំងអស់គ្នាចាំតាមដានទស្សនាទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រុក្ខជាតិក្នុងការថែទាំសុខភាពរបស់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអាច comment សួរបាននៅក្នុងវីដេអូរបស់នាងខ្ញុំនៅក្នុងនោះផងដែរប្រសិនបើជាបងប្អូនទាំងអស់គ្នានាងខ្ញុំឆ្លើយតបមានការយឺតយ៉ាវហើយបងប្អូនមានចម្ងល់បងប្អូនក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់នាងខ្ញុំផងដែរនៅខាងនោះគឺខ្ញុំមានវីដេអូរបស់ខ្ញុំនៅលើ page ចាផ្លូវការនៅខាងខ្ញុំគឺ DOOK ខ្ញុំនឹងមានដាក់លេខទូរស័ព្ទជូនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាពិគ្រោះយោបល់ក៏ដូចជាពិភាក្សានៅបញ្ហាមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងចង់ថែទាំសុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាតាមបែបរុក្ខជាតិឱសថផងដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំថាតែងតែខ្ញុំធ្លាប់ឮគេថាខ្ញុំប្រើប្រាស់រុក្ខជាតិប្រភេទនេះវាបែបនេះបែបនោះប្រើរហូតទៅអត់អីទេកុំយល់ច្រឡំបែបនេះចាមានជាការត្រឹមត្រូវនោះទេចាពុកម៉ែបងប្អូនទាំងអស់គ្នារុក្ខជាតិមួយចំនួនគឺมันអាចប្រើរហូតបានទេពិសេសពពុះដែលមានសារធាតុជាតិផ្សះចាដែលយើងប្រើប្រាស់ទៅលើមុខជំងឺមួយចំនួនដែលប្រើទៅលើពពុះផ្សះដោយពពុះអាលាក់ចាអាលាក់កាពះឬក៏ចាអាលាក់ផ្លោកនោមឲ្យតពុះផ្នែកអាលាក់នេះគឺដោយសារតែសារធាតុថ្នាំគឺពពុះផ្សះអញ្ចឹងបងប្អូនទាំងអស់គ្នាមិនអាចប្រើរយៈពេលវែងបានទេហើយប្រសិនបើជាបងប្អូនទាំងអស់គ្នាយករុក្ខជាតិឱសថមួយណាចាមួយមុខណាក៏ដោយបងប្អូនយកទៅថែទាំសុខភាពឬក៏ព្យាបាលជំងឺពុកម៉ែបងប្អូនទាំងអស់គ្នាហើយមានការជាសះស្បើយរួចហើយពុកម៉ែបងប្អូនទាំងអស់គ្នាបញ្ឈប់ក្នុងការប្រើចាគឺយើងគឺជាហើយមិនមានការប្រើបន្តទៀតទេអញ្ចឹងសូមជម្រាបពុកម៉ែបងប្អូនថាប្រសិនបើជារុក្ខជាតិឱសថគឺមិនខុសអំពីថ្នាំពេទ្យទេការប្រើប្រាស់គឺមានកម្រិតក្នុងការប្រើប្រាស់ដូចគ្នាប្រសិនបើជាគ្រាន់តែផលប៉ះពាល់នៃផ្នែករុក្ខជាតិឱសថមានផលទាបជាងផ្នែកចាថ្នាំពេទ្យតែប៉ុណ្ណោះប្រសិនបើជាយើងប្រើលើសកម្រិតឬក៏បែបណានោះប្រើមិនបានត្រឹមត្រូវចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នានៅតាមដងផ្លូវនេះគឺស្រស់ស្អាតខ្លាំងមែនទែនហើយពិសេសគឺនៅរដូវនឹងតែម្ដងដែលមានធ្លាក់ភ្លៀងហើយគឺពណ៌បៃតងហើយតែម្ដងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនានៅតាមដងផ្លូវនេះទាំងអស់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ខ្ញុំសូមអរគុណសម្រាប់ពុកម៉ែដែលតែងតែគាំទ្រចាសម្រាប់ខ្ញុំចែករំលែកនៅលើវីដេអូរបស់នាងខ្ញុំក៏ដូចជា YouTube របស់នាងខ្ញុំផ្នែក DOOK តែងតែលោកគ្រូដែលគាត់តែងតែមានជំនាញការផ្នែកចារុក្ខជាតិឱសថតែងតែនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាចែករំលែកនៃរុក្ខជាតិឲ្យបានប្រើប្រាស់ឲ្យបានត្រឹមត្រូវផងដែរហើយថ្ងៃនេះក៏នាំអារម្មណ៍ពុកម៉ែបងប្អូនទៅកាន់ការីរុំតែនៅខាងការីរុំមានរុក្ខជាតិអ្វីគេខ្លះចាំតាមដានទស្សនាទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីរុក្ខជាតិមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាចយកទៅប្រើប្រាស់ក៏ដូចជាថែទាំសុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានត្រឹមត្រូវផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាប្រសិនបើជាបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថក្នុងការប្រើប្រាស់ថែទាំសុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក្នុងការចាព្យាបាលនៃជំងឺណាមួយចង់ប្រើប្រាស់ផ្នែករុក្ខជាតិឱសថបងប្អូនអាចពិគ្រោះយោបល់បានបងប្អូនអាចទំនាក់ទំនងទៅតាមលេខទូរស័ព្ទដែលនេះខ្ញុំដាក់នៅលើ page របស់នេះខ្ញុំ DOOK ឬក៏ហៅថាចំណេះដឹងរុក្ខជាតិឱសថ Facebook នៃខ្ញុំចំណេះដឹងរុក្ខជាតិឱសថ TikTok របស់នាងខ្ញុំចំណេះដឹងរុក្ខជាតិឱសថ YouTube របស់នាងខ្ញុំចំណេះដឹងរុក្ខជាតិឱសថសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រក៏ដូចជាចា comment នៅពេលល្អៗចាតែងតែចែករំលែកនៃក្តីស្រឡាញ់ហើយនាងខ្ញុំគ្មានអ្វីទេគឺក្រុមគូរបស់នាងខ្ញុំគឺតែងតែចែករំលែកអំពីក្តីស្រឡាញ់ហើយបញ្ជាអំពីបញ្ហាមួយចំនួនដែលការប្រើប្រាស់មិនត្រឹមត្រូវជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជៀសវាងការប្រើប្រាស់រុក្ខជាតិខុសតែប៉ុណ្ណោះដូច្នេះចាពុកម៉ែបងប្អូនទាំងអស់គ្នាជាងបានមកដល់ចាទីតាំងហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងសួនឱសថដែរនៅខាងការីរុំពុកម៉ែបងប្អូនចានៅខាងនេះគឺ
ដើមសំរោងភ្នំចាបងប្អូនទាំងអស់គ្នាចាដើមសំរោងភ្នំនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចចំណាំបានប្រភេទស្លឹករបស់សំរោងភ្នំហើយសំរោងភ្នំនេះគឺសំរោងមានច្រើនប្រភេទមែនតើចានេះគឺជាដើមសំរោងភ្នំណាពុកម៉ែបងប្អូនទាំងអស់គ្នាសំរោងភ្នំនេះបងប្អូនអាចចំណាំបានប្រភេទស្លឹករបស់សំរោងភ្នំចាគឺចាមានស្លឹក5បែបនេះណាបងប្អូនចាហើយចំណែកដើមរបស់ចាសំរោងភ្នំគឺមានលក្ខណៈផ្សុះតិចចាអញ្ចឹងបងប្អូនទាំងអស់គ្នាប្រភេទសំរោងភ្នំនេះគឺជាឱសថដែលគេប្រើពពុះថ្នាំផ្សះណាបងប្អូនចាអញ្ចឹងដូចខ្ញុំជម្រាបអញ្ចឹងពពុះថ្នាំផ្សះយើងមិនអាចប្រើលើសពី7ថ្ងៃទេដើម្បីថែទាំសុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចាមុននឹងប្រើប្រាស់បងប្អូនត្រូវដឹងអំពីកម្រិតការប្រើប្រាស់ឲ្យបានត្រឹមត្រូវប្រយ័ត្នប្រយែងពាក់ព័ន្ធជាមួយនឹងចានេះគឺដើមថ្ងាន់ណាពុកម៉ែបងប្អូនចានៅក្រោយចាខ្នងរបស់លោកគ្រូនេះគឺជាដើមថ្ងាន់ចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាដើមសំរោងភ្នំនេះអត្ថប្រយោជន៍ក្នុងការសំរោងរបស់យើងធម្មតាក៏មានអត្ថប្រយោជន៍ដូចនឹងសំរោងភ្នំដែរប្រើពពុះថ្នាំផ្សះចាហើយនេះគឺជាដើមចង្កែស្រែងចាបងប្អូនថាជាស្គាល់ច្រើនចាដើមចង្កែស្រែងនេះចាចង្កែស្រែងនេះក៏គេប្រើពពុះថ្នាំផ្សះដែរបងប្អូនទាំងអស់គ្នាចាគេយកពពុះថ្នាំផ្សះហើយក៏កម្រិតខ្ពស់ដែរប្រភេទនេះចាឆ្កែស្រែងនេះបងប្អូនអាចចំណាំបានប្រភេទស្លឹករបស់ឆ្កែស្រែងចាយើងមើលមួយផ្លែតទៅចង់ប្រហែលជាស្លឹកស្ទៀលតែមិនមែនទេណាបងប្អូនចាគាត់តែប្រហែលទេតែមិនមែនទេនេះគឺជាដើមឆ្កែស្រែងហើយដើមឆ្កែស្រែងនេះផងដែរចាពុកម៉ែបងប្អូនទាំងអស់គ្នាគេអាចប្រើប្រភេទថ្នាំផ្សះសម្រាប់ជួយផ្សះដូចជាលក្ខចំោះចាប្រភេទផ្សះបងប្អូនដឹងហើយថាយើងប្រើប្រភេទអលក្ខប្រភេទឲ្យដល់ពុកអលក្ខគឺគេអាចប្រើរលាក់ប្រើបានហើយខ្ញុំសំទោសដែរប្រសិនបើជាខ្ញុំនិយាយទៅវាអត់ច្បាស់ប៉ុន្តែថាខ្ញុំនិយាយគោលដៅទេពុកម៉ែចាអញ្ចឹងអាលក្ខយើងប្រើអាលក្ខចំោះចាហើយមួយទៀតយើងអាចប្រើបញ្ចុះកម្ដៅផងដែរប្រភេទឆ្កែស្រែងតែយើងមិនប្រើចំនួនច្រើនទេចាបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ពាក់ព័ន្ធជាមួយនឹងជំងឺណាមួយហើយបងប្អូនចង់ប្រើប្រាស់រុក្ខជាតិឱសថអាច comment ខាងក្រោមវីដេអូរបស់នាងខ្ញុំបានខ្ញុំនឹងធ្វើវីដេអូតហើយប្រសិនបើជាពុកម៉ែបងប្អូនទាំងអស់គ្នាចាមានការ comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំហើយមានការឆ្លើយតបយឺតយ៉ាវក៏សូមខន្តីបេទោសពីសំណាក់នាងខ្ញុំផងដែរពិសេសនៅលើ YouTube ចានៅលើ YouTube នេះខ្ញុំពេលខ្លះក៏បានឆ្លើយតបទាន់ពេលខ្លះទាំងក៏មិនបានឆ្លើយតបទាន់ពេលអញ្ចឹងក៏សូមខន្តីបេទោសពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាការប្រើប្រាស់រុក្ខជាតិឱសថបងប្អូនទាំងអស់គ្នាចាប្រយ័ត្នប្រយែងពីព្រោះរុក្ខជាតិឱសថមានកម្រិតក្នុងការប្រើប្រាស់ចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់ខ្ញុំមានការចែករំលែកប៉ុណ្ណេះផងដែរចាសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយ